តើអ្នកទាំងអស់គ្នាអាចធ្វើអំពើដ៏អាក្រក់មួយនេះដែរឬទេដោយសារតែការស្រឡាញ់បាត់មុខមិនបានបុរសម្នាក់នេះក៏សម្រេចចិត្តធ្វើអំពើអាបធ្មប់ដើម្បីដាក់មុខរបស់សង្សាររបស់ខ្លួននៅខាងក្រោយខ្នងក្បាលមុនដំបូងពួកគេទាំងពីរនាក់ចាប់ផ្ដើមមានអារម្មណ៍ល្អនិងសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែវាមិនមែនចេះតែយល់ចិត្តគ្នាជារៀងរាល់ថ្ងៃនោះទេទោះជាពួកគេអាចសន្សំលុយបានច្រើនមិនខាតលុយចូលបង្គន់ជាញឹកញាប់ប៉ុន្តែថ្ងៃមួយមិត្តប្រុសរបស់គាត់ក៏បានជេរស្ដីបន្ទោសឲ្យខ្លួនឯងដោយសារតែមួយរយៈក្រោយនេះមនុស្សជាច្រើនបានចាត់ទុកគាត់គឺជាបិសាចមួយរំពេចក្រោយមកគាត់ក៏បានសម្រេចចិត្តដើម្បីប្រាប់មិត្តស្រីថាយើងទាំងពីរនាក់គួរតែទៅពេទ្យហើយស្ត្រីនោះពិបាកចិត្តខ្លាំងណាស់បានប្រាប់មិត្តប្រុសថាកុំឲ្យបោះបង់គាត់អីមិត្តប្រុសរបស់គាត់មិនអាចទ្រាំជាមួយនឹងការមើលងាយនិងអ្នកដទៃមើលមកគាត់ដូចជាបិសាចប៉ុន្តែពេទ្យមិនអាចព្យាបាលមុខសង្សារដែលនៅខាងក្រោយក្បាលរបស់គាត់បានទេធ្វើឲ្យបុរសម្នាក់នោះខឹងខ្លាំងណាស់និងបានកំទេចកំទីអីវ៉ាន់ដែលនៅខាងក្នុងពេទ្យចោលខ្ទេចទីប្រសិនជាអ្នកទាំងអស់គ្នាស្រឡាញ់អ្នកណាម្នាក់តើអ្នកទាំងអស់គ្នាអាចធ្វើដូចជាបុរសម្នាក់នេះបានដែរឬទេសុខចិត្តប្រើអំពើអាបធ្មប់ដើម្បីបានគេយកមកក្បែរជារៀងរាល់ថ្ងៃដោយសារតែបុរសវ័យ80ឆ្នាំម្នាក់លងស្នេហ៍ជាមួយនឹងប្តីរបស់ក្មេងស្រីបុរសវ័យ80ឆ្នាំបានជួលឃាតករដើម្បីបាញ់ព្រួញសម្លាប់នាងបុរសចំណាស់គិតថាទីបំផុតគាត់អាចរស់នៅជាមួយនឹងប្តីរបស់ក្មេងស្រីបានអស់មួយជីវិតហើយប៉ុន្តែសំណាងល្អព្រួញដែលបានសម្ដៅទៅលើក្មេងស្រីវាមានគម្លាតតូចមួយរវាងសរសៃឈាមធំទាំងពីររបស់ក្មេងស្រីគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់គម្លាតត្រឹមតែ2សង់ទីម៉ែត្រប៉ុណ្ណោះពេលនោះក្មេងស្រីក៏បានប្រញាប់ប្រញាល់ដើម្បីទៅជួបពេទ្យខណៈលោកគ្រូពេទ្យកំពុងតែរៀបចំដកព្រួញចេញប៉ុន្តែបានរកឃើញថាក្មេងស្រីបានដកដុំសាច់នៅចំពីលើខួរក្បាលវាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការដកព្រួញចេញពីករបស់ក្មេងស្រីភ្លាមៗប៉ុន្តែអ្វីដែលគ្រូពេទ្យបានរកឃើញនោះគឺជាការភ្ញាក់ផ្អើលមួយដែលនឹកស្មានមិនដល់វាក៏មានសរសៃឈាមមួយដែលនៅខាងក្រោមដុំសាច់សរសៃឈាមអាចប្រេះបាយគ្រប់ពេលវេលាលោកគ្រូពេទ្យក៏បានសម្រេចចិត្តដកព្រួញដែលនៅជាប់លើករបស់ក្មេងស្រីចេញទីបំផុតក្មេងស្រីក៏បានជាសះស្បើយទាំងស្រុងដូច្នេះហេតុផលមួយព្រួញដែលគេបានបាញ់ចំពីលើក្មេងស្រីដូចជាបានជួយអាយុជីវិតរបស់នាងអញ្ចឹងទើបធ្វើឲ្យគ្រូពេទ្យបានឆ្លុះឃើញដុំសាច់ដែលដុះនៅខាងក្នុងខួរក្បាលរបស់ក្មេងស្រីសប្បាយចិត្តខ្លាំងណាស់ដោយសារតែព្រួញមួយដើមនេះហើយទើបអាចជួយអាយុជីវិតរបស់នាងបាន